Ờ, ok. Nó bảo cái trang lịch bịch. Chồng. Này. Bác số xe nào ní với một căn đầm na cầm san để ai tiệt hơi. Vấn đềថ្ងៃនេះមិនមែនជាដំណើរកម្សាន្តបោះតង់ទេគឺជាដំណើរកម្សាន្តទៅកាន់រូងភ្នំកំពង់ត្រាចដែលនៅក្នុងខេត្តកែបហើយនេះក៏ជាវីដេអូទី2ផងដែរដែលចេញពីបោះតង់នៅទំនប់ព្រឹត្តិកាឡាដែលនៅក្នុងខេត្តកែបហើយរូងភ្នំកំពង់ត្រាចនេះផងដែរបើសិនជាអ្នកទាំងអស់គ្នាធ្វើដំណើរពីទីក្រុងភ្នំពេញតាមផ្លូវជាតិលេខ3បន្តដំណើរតាមផ្លូវជាតិលេខ31និងបត់តាមផ្លូវជាតិលេខ33មានចម្ងាយផ្លូវ138គីឡូម៉ែត្រប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាធ្វើដំណើរពីទីក្រុងភ្នំពេញដូចគ្នាមកកាន់ខេត្តកំពតហើយបន្តដំណើរតាមផ្លូវជាតិលេខ33នោះវានឹងមានចម្ងាយផ្លូវ194គីឡូម៉ែត្រហើយរូងភ្នំកំពង់ត្រាចនេះផងដែរមានចម្ងាយផ្លូវត្រឹមតែ1គីឡូម៉ែត្រប៉ុណ្ណោះពីផ្លូវជាតិលេខ33បាទនេះគឺជាផ្លូវចូលទៅក្នុងរូងភ្នំកំពង់ត្រាចដែលគេសរសេរអក្សរធំថាខ្ញុំស្រឡាញ់ភ្នំកំពង់ត្រាចអង្កត់នៅក្នុងនោះតបភ្លឺចេះតបភ្លឺចាអត់ប្រាប់គាត់បុកគាត់នេះពូបើមើលខាងលើមកជួយនឹងហៅកន្លងនេះអូនទូចនៅខាងមុខហ្នឹងគឺជាកាយខ្ញុំហីតាំងពីពិតបើយើងដើរម្នាក់ឯងក៏បានដែរប៉ុន្តែខ្ញុំចង់ឲ្យគាត់បានចំណូលខ្លះៗចឹងហើយម្យ៉ាងទៀតគាត់ក៏អាចណែនាំថាថ្មហ្នឹងវាដូចរូបរាងអីខ្លះចឹងណាចាំមើលគាត់ណែនាំថាថ្មហ្នឹងមានរូបរាងអីខ្លះនេះសាក់អន្ត្រីអូននេះពូលេហ្នឹងមកឡាអន្ត្រីពូបើកៃស្លាពីសង្ការក៏បានស្រួយឡើងទៅលើចាឡើងអន្ត្រីពូចូល5ម៉ាយទីគឺអន្ត្រីពេជ្រនេះម្ចាស់ទឹកម្ចាស់ដីអូននេះពូលើកន្លែងហ្នឹងហៅកំពង់កនេះពូកំពង់កនេះហ្នឹងអូននេះទូនេះអូននេះខាងមូទូនេះពូស្អែកអូនេះទូមែនតែពីសងខាងពូហ្នឹងហៅសំកោពូនេះអូននេះពូលើកហៅហ្នឹងហៅប្រពៃនេះសំប៉ោបាក់ដៃអូនបាទមិនក៏ចូលតាមអមត់នេះអូនហើយនៅពេលដែលយើងដើរមកដល់ក្នុងមានអារម្មណ៍ថាអស់ចាមែនតើដោយសារថាអត់អីដំបូងគិតថារូងភ្នំវាទៅជារូងភ្នំទៅរហូតប៉ុន្តែវាមិនមែនជារូងភ្នំរហូតទេមកដល់ហើយនេះគឺវាវាដូចជាថ្មឬក៏ភ្នំព័ទ្ធជុំវិញមកក្លុកហ្នឹងគឺជានៅក្នុងក្លុកហ្នឹងហើយវាមានដើមឈើដុះច្រើនហើយវាធ្លុងឡើងទៅលើដែលអាចឲ្យពលឺថ្ងៃចូលមកបានអញ្ចឹងมันមានដើមឈើដុះហើយនៅកណ្ដាលនេះគឺវារៀបស្មើហ្មងអត់ដឹងថាគេចាក់ឲ្យវារៀបឬក៏វារៀបស្មើខ្លួនឯងប៉ុន្តែឡើយស្អាតហើយមានបងអង្គុយលេងទៀតចានៅលោកតាអ៊ីសីនេះពូបើមើលលេខដៃពូស្វាយបន្ទាប់ពីមើលកន្លែងដែលវាវាលនៅក្នុងហ្នឹងហើយក៏យើងបន្តដំណើរតាមរូងទៅខាងមុខទៀតលើកខ្ញុំកំពុងជូនដំណើរទៅទៀតហើយគាត់ក៏ណែនាំទៀតថាមានអីខ្លះចឹងតែចាំមើលបងប្អូននេះឆ្កែភ្នំបាទអូខេពូនឹងបើកចាំងដូចពេជ្រអាហ្នឹងរូងហ្នឹងឆ្លុះទៅដល់ណាហើយក៏អូចេញទៅក្រៅភ្នំវិញហ៎អូខេយកដើរត្រឡប់ក្រោយហ្នឹងណាបើចង់ដើរត្រឡប់ក្រោយក៏បានចង់ជាអាទិត្យទេក៏បានអត់ទេដើរមកត្រឡប់ដើរហើយនេះទៅដល់ណារូងជ្រៅទៅនេះអត់ទៅសំណឹងទេណា
chẳng tam rung phnom này dương ai phải làm nào tranh mà là hôm nọ khai phnom ấy bởi sao này dương trong phải làm nào bỏ cái làm bay từ cái lại chọt lan chọt tàu với các bạn đấy bên này nhưng phải làm nào tam hàng khai phnom đấy làm bay từ giờ một tàu với bên này bởi sao này nè ở trong đá ai chia tay xe bán với để sang đặt lại những cái miền tay xe chuột đặc biệt lại nắng tay lại này dương chọt lan chọt một tàuต่อมาខ្ញុំក៏ធ្វើដំណើរមកជុំវិញភ្នំហ្នឹងដោយសារតែអូនប្រាប់ថាមានផ្លូវជិះជុំវិញភ្នំហ្នឹងហ្មងអញ្ចឹងខ្ញុំធ្វើដំណើរតាមផ្លូវបត់តាមស្ដាំដើម្បីជិះមើលថ្មភ្នំមកជុំវិញភ្នំហ្នឹងឃើញតែថ្មនៅលើភ្នំនេះគឺវាស្អាតវាខុសពីថ្មនៅភ្នំផ្សេងដែលមានលក្ខណៈដូចជាសរសៃដូចជាចម្រាក់អីម្យ៉ាងចឹងទៅប៉ុន្តែមើលទៅឃើញស្អាតខ្លាចដែលឃើញពីមុនមកប៉ុន្តែបើសិនជាអ្នកនរគ្នាមកម្នាក់ឯងខ្ញុំ recommend ថាកុំជិះដូចខ្ញុំមានអារម្មណ៍ថាខ្ញុំជិះមកវាស្ងាត់តែម្នាក់ឯងបើសិនជាមានគ្នាគឺតែល្អជាងហើយសម្រាប់ផ្លូវនេះដែរយើងធ្វើដំណើរមកជុំរហូតមកដល់ផ្លូវបេតុងដែលយើងបន្តដំណើរទៅរូងភ្នំទឹករូងភ្នំលាងព្រះអាទិត្យនិងលាងព្រះច័ន្ទប៉ុន្តែបើសិនជាអ្នកនរគ្នាចង់ធ្វើដំណើរទៅរូងភ្នំលាងព្រះច័ន្ទធ្វើដំណើរទៅតាមផ្លូវខាងឆ្វេងដៃល្អជាងដោយសារតែវាមានផ្លូវបេតុងធំហើយវាអត់ស្ងាត់ដូចផ្លូវដែលខ្ញុំធ្វើដំណើរម្នាក់ឯងនេះធ្វើដំណើរមកគឺចំផ្លូវបេតុងនេះឯងហើយនេះគឺជាផ្លូវឡើងទៅលាងភ្នំព្រះច័ន្ទឃើញតែផ្លូវចោតខ្លាំងប៉ុន្តែគេធ្វើជាចដាបេតុងខ្លីៗដើម្បីឲ្យយើងឡើងឃើញតែឡើងងាយស្រួលប៉ុន្តែត្រូវតែមានការប្រុងប្រយ័ត្នតិចដោយសារតែវាចោតខ្លាំងនេះគេហៅថាលាងព្រះច័ន្ទព្រះច័ន្ទគឺព្រះច័ន្ទអត់ដុំឆែបចាsorry អូយចាអូខេឡើងទៅត្រឹមហ្នឹងដែរទៅមុខទៀតទៅមុខទៀតណាអស់ហើយតែចំអូនេះអូផ្លូវជិះម៉ូតូមិញanh phu chim tô nó khổm năng kìa mà chung màu khang đấy thì đào đạp lưng được khả nó chụp đỏ lơ này là ở trong này hay banនេះគឺជាច្រកចូលមកលាងភ្នំព្រះច័ន្ទជាងចូលតាមចន្លោះថ្មហ្នឹងមកគឺធំហើយទេសភាពស្អាតដល់នេះឆ្លាស់មុខឆ្លាស់មាត់
อันนี้คือជាលាងភ្នំព្រះច័ន្ទហ្នឹងហើយតែកន្លែងនេះវាទាល់ហើយក៏ល្ងិតដែរវាអត់សូវជាភ្លឺខ្លាំងទេមានភ្លឺថ្ងៃចូលខ្លះប៉ុន្តែវាអត់ចូលខ្លាំងទេនៅកន្លែងនេះយើងអាចមើលទៅខាងក្រោយភ្នំបានបើសិនជាអ្នកទាំងអស់គ្នាជិះម៉ូតូតាមខាងក្រោយភ្នំមកយើងអាចឃើញផ្លូវដែលយើងទើបមកជិះមកមុនហ្នឹងទេសភាពស្អាតត្រជាក់អូខេនេះជាខាងក្រោយភ្នំហ្នឹងហើយនេះជាផ្លូវខ្ញុំជិះម៉ូតូមុនហ្នឹងតែមើលពីក្រោមមកដឹងថាខាងលើហ្នឹងមានលាងភ្នំទេព្រោះថ្មមើលទៅដូចគ្នាបាទហើយនេះគឺជាលាងភ្នំទឹកហើយលាងភ្នំទឹកនេះផងដែរគឺវានៅចន្លោះកណ្ដាលនៃលាងភ្នំព្រះច័ន្ទនិងលាងភ្នំព្រះអាទិត្យលាងភ្នំព្រះច័ន្ទនៅខាងស្ដាំដៃលាងភ្នំព្រះអាទិត្យគឺនៅខាងឆ្វេងដៃហើយលាងភ្នំទឹកវានៅកណ្ដាលគេហើយស្រាប់លាងភ្នំទឹកគេត្រូវដើរចុះមកក្រោមយើងដើរចុះមកបន្តិចមកយើងឃើញទឹកនៅបាតលាងហើយទឹកនេះផងដែរគឺមានលក្ខណៈថ្លាឆ្វេងហើយមកដល់ក្រោមនេះមានអារម្មណ៍ថាត្រជាក់ដោយសារតែវាមានទឹកហើយស្រាប់ថ្មក៏វាឡើងខៀវដោយសារតែវាដោះស្លែហើយនៅម្ដុំនេះគាត់និយាយថាលាងទឹកនេះអត់ដែររីងទេទឹកនេះខូបប្រាំងខូបសាវាដែររីងទេខែណាក៏មានដែរទឹកនៅហ្នឹងស្អាតទឹកឡើងថ្លាហើយបើសិនជាយើងឈរពីមុខលាងទឹកគៀកនឹងផ្លូវឡើងលាងភ្នំព្រះច័ន្ទហើយមើលទៅខាងលើនឹងឃើញថ្មម្ដុំរៀងដូចជាមុខមនុស្សដែលមើលពីចំហៀងទៅអញ្ចឹងអូខេគឺថ្មម្ដុំហ្នឹងហើយនេះលាងព្រះអាទិត្យទៅមុនហ្នឹងមិញលាងព្រះច័ន្ទនេះលាងព្រះអាទិត្យម្ដងកន្លែងនេះមិនមានអ្នកជូនទេមកខ្លួនឯងអីយ៉ាចឹងអ្នកដែលចង់ឡើងក៏អត់ពិបាកឡើងដែរដោយសារថាគេធ្វើនេះគេធ្វើដូចកម្មយតាឲ្យយើងឡើងចុះបានហើយសម្រាប់លាងភ្នំព្រះអាទិត្យនេះផងដែរគឺមានកម្ពស់ទាបជាងលាងភ្នំព្រះច័ន្ទទេយើងឡើងបន្តិចមកដល់ហើយសម្រាប់ក្នុងលាងគឺវាភ្លឺដោយសារតែព្រះអាទិត្យចាំងចូលមកច្រើនអញ្ចឹងបានគេហៅថាលាងភ្នំព្រះអាទិត្យហើយស្រាប់តាមជាងយើងមើលទៅថ្មដែលដុះចេញពីយ៉ាងលាងមកដូចជាសត្វចម្លែកឬដូចជាអីមួយយ៉ាងអញ្ចឹងអស់នេះហើយអូខេដូចជាថ្មមួយនេះអញ្ចឹងដូចជារូបអីមួយយ៉ាងអញ្ចឹងសត្វចម្លែកតិចអីបន្តិចនេះគឺពូលអាងគឺវាធ្លុះមកវាមានប្រហោងធំដែលធ្វើពលឺថ្ងៃចូលមកបានហើយបើយើងធ្វើដំណើរទៅសៀតាមថ្មពីលាងភ្នំព្រះអាទិត្យយើងអាចធ្វើដំណើរទៅដល់ផ្លូវឡើងទៅលាងភ្នំព្រះច័ន្ទបានប៉ុន្តែផ្លូវនេះពិបាកតិចខ្ញុំrecommendថាបើសិនជាបងប្អូនអត់ស្ទាត់សម្រាប់ការឡើងភ្នំទៅសៀតាមថ្មទេកុំឡើងតាមផ្លូវនេះបាទសូមអរគុណសម្រាប់បងប្អូនដែលចំណាយពេលតម្លៃដើម្បីទស្សនានៅវីដេអូមួយនេះសង្ឃឹមថាបងប្អូនរីករាយជាមួយនឹងវីដេអូដំណើរកម្សាន្តទៅរូងភ្នំនេះអរគុណបាយបាយ